គាត់ចូលគាត់មានធ្លាក់សខុសធម្មតាហ្នឹងដោយសារគាត់ប្រើបន្ទប់ទឹកអីរួមគ្នាចាអញ្ចឹងខ្ញុំសូមឆ្លើយថាជំងឺកាមរោគគឺឆ្លងតាមការរួមភេទpodcast ដែលឆ្ងល់អត់ដែលនៅក្នុង podcast នេះគឺយើងនឹងមកជជែកពីប្រធានបទផ្សេងៗទាក់ទងពីសុខភាពផ្លូវភេទនិងសុខភាពបន្តពូជគឺយើងមកជជែកតាំងពីការមករដូវជំងឺមហារីកមាត់ស្បូនហើយនៅក្នុងថ្ងៃនេះគឺយើងនឹងមកជជែកពីជំងឺកាមរោគអញ្ចឹងប្រធានបទរបស់យើងគឺដែលឆ្ងល់អត់ថាតើជំងឺកាមរោគគឺឆ្លងតាមរបៀបណាហើយដើម្បីមកជជែកនៅក្នុងប្រធានបទនេះដែរគឺយើងមានភាពកិត្តិយសពិសេសយើងម្ដងទៀតចាជំរាបសួរចានៅគ្រូសម្ងាត់ដល់ខ្ញុំម្ដងទៀតចាជំរាបសួរខ្ញុំវិជ្ជបណ្ឌិតលូនសុភាពហើយខ្ញុំជាអ្នកផ្ដល់សេវានៅ Clinic Maristop ច្បារអំពៅចាហើយក្រៅពី Clinic Maristop ច្បារអំពៅ Maristop យើងគឺមាន Clinic ជាច្រើនទៀតនៅក្នុងប្រទេសហើយណាគ្រូចាClinic ក្រៅពី Clinic Maristop ច្បារអំពៅយើងមាន Clinic Maristop សែនសុខមាន Clinic Maristop តាខ្មៅមាន Clinic Maristop កំពង់ធំមាន Clinic Maristop នៅសៀមរាបហើយនឹង Clinic Maristop នៅស្វាយរៀងមាន Clinic Maristop នៅបាត់ដំបងហើយនឹងប៉ោយប៉ែតចាប៉ោយប៉ែតកូនពៅចាប៉ោយប៉ែតកូនពៅចាហើយនៅ Clinic Maristop គឺមានសេវាជាច្រើនសម្រាប់និយាយទៅគឺគ្រប់វ័យតាំងពីមុនមករដូវរហូតដល់អស់រដូវសម្រាប់ទាំងស្ត្រីនិងបុរសទៀតទេចាគឺមានដូចជារំលោភដោយសុខភាពមានដូចជាសេវាពន្យាកំណើតការថែទាំមុនពេលសម្រាលក៏ដូចជាកញ្ចប់សុខភាពផ្សេងកញ្ចប់ពិនិត្យសុខភាពផ្សេងចាយើងមានពិនិត្យសុខភាពទូទៅទៀតចាដូចជាសេវាមន្ទីរពិសោធន៍ពិនិត្យឈាមជាដើមចាហើយមានជាពិសេសមានពិនិត្យត្រៀមយកបុតដែរចាហើយក្រៅពីសេវានៅ Clinic Maristop ផ្ទាល់ទាំងអស់គ្នាក៏អាចទទួលសេវាពី Maristop ដែលមានគុណភាពខ្ពស់នៅទីតាំងរបស់ទាំងអស់គ្នាផ្ទាល់គឺតាមរយៈសេវាថែទាំវិទ្យាសាស្ត្រពីចម្ងាយដែលមានដូចជាការរំលោភដោយសុវត្ថិភាពថ្នាំគ្រប់ពញាកំណើតថ្នាំការពារកំណើតបន្ទាន់ស្រាមអនាម័យនិងការប្រឹក្សាវិបត្តិរដូវចាអញ្ចឹងជំងឺកាមរោគមុននឹងយើងមកជជែកថាតើជំងឺកាមរោគឆ្លងតាមណាចង់ឲ្យអ្នកគ្រូពន្យល់តិចថាតើអ្វីទៅជាជំងឺកាមរោគចាជំងឺកាមរោគគឺជាជំងឺមួយដែលឆ្លងតាមការរួមភេទចាអញ្ចឹងឆ្លងតាមការរួមភេទហ្នឹងអ្នកខ្លះរួមភេទវាមានផ្សេងគ្នាចាអញ្ចឹងពេលខ្លះគាត់រួមភេទតាមមាត់អាចឆ្លងដែរតាមដូនគូតចាហើយនឹងតាមទ្វារមាសចាហើយក៏អាចឆ្លងដែរនៅពេលដែលប៉ះពាល់ទៅនឹងទឹករំអិលអីផ្សេងហើយយើងមានស្នាមរបួសចានៅក្នុងអញ្ចឹងមានវិធីណាផ្សេងទៀតទេដែលជំងឺកាមរោគនេះអាចឆ្លងបានចាជំងឺកាមរោគគឺឆ្លងតាមតែការរួមភេទទេចាហើយអាចប៉ះពាល់ទឹករំអិលអ្នកដែលមានជំងឺកាមរោគដូចយើងហៅជំងឺពងបែកនៅលើប្រដាប់បន្តពូជអីហ្នឹងពេលដែលយើងប៉ះពាល់ហើយយើងមានស្នាមរបួសអាចឆ្លងដែរចាជួបការប្រើម្ជុលចាផ្ញើការប្រើម្ជុលឬក៏សារ៉ាងក៏អាចឆ្លងដែរចំពោះអ្នកដែលគាត់ប្រើដូចគាត់ប្រើឧបករណ៍គ្រឿងញៀនអីចឹងគាត់អាចឆ្លងvirus HIV ចាឬក៏បើសិនជាម្ដាយមានតៃពោះអាចឆ្លងពីម្ដាយទៅកូនហើយឆ្លងនៅកំឡុងពេលដែលគាត់ស្នេហ៍កូនចាលោកគ្រូខ្ញុំអាសាឃើញមានការជជែកមួយនៅតាមអនឡាញដែលអ្នកខ្លាំងចឹងគឺគាត់និយាយថាដៃគូរបស់គាត់បានប្រាប់ថាឆ្លងជំងឺកាមរោគដោយសារតែប្រើបន្ទប់ទឹកសាធារណៈអញ្ចឹងចង់បកស្រាយរឿងសំណួរនេះមួយចាលោកគ្រូតើជំងឺកាមរោគអាចឆ្លងតាមការប្រើប្រាស់បន្ទប់ទឹកសាធារណៈអត់ចាសំណួរនេះល្អហើយអតិថិជនតែងតែគាត់មកជួបជាមួយនឹងអ្នកផ្ដល់សេវាគាត់តែងតែនិយាយពីរឿងហ្នឹងគាត់ប្រាប់ថាគាត់ចូលគាត់មានធ្លាក់សខុសធម្មតាហ្នឹងដោយសារគាត់ប្រើបន្ទប់ទឹកអីរួមគ្នាចាអញ្ចឹងខ្ញុំសូមឆ្លើយថាជំងឺកាមរោគគឺឆ្លងតាមការរួមភេទចាឆ្លងពីម្ដាយទៅកូនឆ្លងតាមការចាក់មជុលសារ៉ាងរួមគ្នាចាហើយបើសិនជាយើងប្រើបន្ទប់ទឹករួមគ្នាគឺអត់អាចឆ្លងទេចាសូម្បីអ្នកខ្លះគាត់អង្គុយកៅអីហ្នឹង
គាត់ក្រោកចេញទៅយើងទៅអង្គុយក្រោយគាត់វិញក៏អត់មានឆ្លងអីដែរចាព្រោះអីមេរោគវាងាយនឹងស្លាប់ចាចាអញ្ចឹងឲ្យទៅត្រូវខ្យល់អីចាត្រូវខ្យល់អីចាចាអ្នកគ្រូអញ្ចឹងតើយើងអាចការពារពីជំងឺកាមរោគនេះបានដោយរបៀបណាចាយើងអាចការពារជំងឺកាមរោគសំខាន់គឺស្រោមអនាម័យចាពេលដែលយើងរួមភេទយើងត្រូវប្រើស្រោមអនាម័យប៉ុន្តែយើងត្រូវប្រើស្រោមអនាម័យឲ្យបានត្រឹមត្រូវដែរចាបើសិនជាយើងអត់ប្រើបានត្រឹមត្រូវក៏អាចការពារកាមរោគបានដែរចាអញ្ចឹងលោកគ្រូតើពេលណាទើបយើងគួរធ្វើតេស្តរកមើលជំងឺកាមរោគចាសំណួរល្អដែលអតិថិជនយើងតែសួរដែរចាអញ្ចឹងនៅពេលណាដែលយើងត្រូវធ្វើតេស្តរកមើលជំងឺកាមរោគចាអញ្ចឹងនៅពេលដែលគាត់មានដៃគូរួមភេទថ្មីចាឬក៏ដៃគូរួមភេទគាត់ធ្វើតេស្តទៅឃើញមានវិជ្ជមានជំងឺកាមរោគចាឬគាត់មានសញ្ញាមួយចំនួនអាចមានតបៅនៅលើប្រដាប់បន្តពូជឬក៏មានហូរខ្ទុះតាមពហុនោមឬក៏គាត់មានបញ្ហាធ្លាក់សខុសប្រក្តីចាឬក៏ជំងឺកាមរោគមួយចំនួនទៀតគឺអត់មានរោគសញ្ញាអីទាំងអស់អញ្ចឹងបើសិនជាដៃគូគាត់រកឃើញថាគាត់មានជំងឺកាមរោគប៉ុន្តែគាត់អត់មានរោគសញ្ញាអីទេអញ្ចឹងដៃគូគាត់គួរតែធ្វើតេស្តរកមើលជំងឺកាមរោគដែរចាលោកគ្រូធ្វើតេស្តហ្នឹងគេធ្វើតេស្តមិនខ្លះលោកគ្រូចាវាមានទៅតាមប្រភេទការធ្វើតេស្តចាមានប្រភេទកាមរោគខ្លះយើងមើលឈាមចាប្រភេទកាមរោគខ្លះយើងអាចយកសហ្នឹងយកទៅពិនិត្យមើលដូចជាប្រមេះទឹកបាយប្រមេះទឹកថ្លាឬក៏យើងមើលមេរោគអេដស្វាយអីយើងអាចមើលឈាមបានចាព្រោះអីជំងឺកាមរោគវាមានប្រភេទជំងឺផ្សេងខ្លះមកពីពពួកបាក់តេរីខ្លះមកពីពពួកប៉ារ៉ាស៊ីតខ្លះទៀតមកពីពពួក virus ចាអញ្ចឹងបាន HPV virus ក៏វាគេចាត់ទុកថាគាត់មានកាមរោគដែរឆ្លងដែរគាត់ឆ្លងតាមការរួមភេទដែរចាចឹងអរគុណអ្នកគ្រូច្រើនអរសូមអ្នកទាំងអស់គ្នាចង់ស្វែងថាមានជំងឺកាមរោគឬក៏ចង់ធ្វើតេស្តឬក៏ចង់ទទួលការព្យាបាលជំងឺកាមរោគគឺអាចទៅ Clinic Marisol បានដែលមានដល់ទៅ8សាខាគឺនៅភ្នំពេញយើងគឺមាននៅសែនសុខនៅច្បារអំពៅហើយនៅខេត្តកណ្ដាលគឺនៅតាខ្មៅមាននៅបាត់ដំបងសៀមរាបកំពង់ធំស្វាយរៀងហើយនិងប៉ោយប៉ែតចាហើយក្រៅពីសេវាជំងឺកាមរោគនេះគឺមានសេវាផ្សេងទៀតចាមានសេវាច្រើនទៀតដូចជាវ៉ាក់សាំងការពារមហារីកមាត់ស្បូនវ៉ាក់សាំងជំងឺឆ្កែឆ្កួតវ៉ាក់សាំងតេតាណូសចាតេតាណូសហ្នឹងហើយយើងមានផ្ដល់ចំពោះស្ត្រីដែលគាត់ថែទាំមុនសម្រាលណាចាហើយនឹងមានសេវាថែទាំក្រោយសម្រាលក៏យើងមានចាហើយសេវាដែលត្រៀមយកបុតហ្នឹងក៏យើងមានហើយពិនិត្យសុខភាពទូទៅក៏មានចាអញ្ចឹងមានច្រើននៅសេវានៅ Marisol ចាសូម្បីតែវ៉ាក់សាំងផ្ដាសាយធំចាផ្ដាសាយធំក៏មានចាមានឡាបនៅនឹងសម្រាប់មើលអមវិជ្ជសាស្ត្រទៀតចាហើយនឹងមានអេកូសាស្ត្រទៀតចាព្រោះគឺមានសេវាច្រើនអញ្ចឹងសម្រាប់ព័ត៌មានបន្ថែមអ្នកគ្នាអាចទំនាក់ទំនងបានតាមលេខទូរស័ព្ទ012 93002និង098 93102ក៏ដូចជាទំនាក់ទំនងដើម្បីដឹងពីព័ត៌មានបន្ថែមពីសេវាថែទាំវិជ្ជសាស្ត្រពីចម្ងាយគឺអាចទទួលសេវាពី Marisol ដែលមានគុណភាពខ្ពស់ដូចគ្នាដោយមិនបាច់ទៅ clinic បើសិនបើនៅឆ្ងាយពី clinic ឬក៏រវល់អត់ចង់ទៅ clinic ឬក៏ចង់ទទួលសេវារក្សាការសម្ងាត់ពីផ្ទះរបស់អ្នកគ្នាផ្ទាល់ដែលមានដូចជាសេវារំលោភដោយសុវត្ថិភាពថ្នាំគ្រាប់ពញាកំណត់ថ្នាំការពារកំណត់បន្ទាន់តែពិនិត្យទឹកនោមនិងប្រឹក្សាវិបត្តិដោយជាដើមចាអរគុណចាអរគុណហើយជួបគ្នានៅក្នុងអេពីសូតក្រោយចាបាយ